សូមជម្រាបសួរលោកពូអ្នកមីងបងប្អូនដែលកំពុងតែទស្សនាទាំងអស់គ្នាសម្រាប់វីដេអូនៅថ្ងៃនេះដែរគឺខ្ញុំនឹងនិយាយអំពីរឿងក្តីរបស់ Jeffrey Epstein បងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងទ្រុសហើយអំពី Jeffrey Epstein ហើយខ្ញុំជឿថារឿងក្តីមួយនេះគឺមានគេបាននិយាយអំពីគាត់ច្រើនខ្លាំងមែនតើប៉ុន្តែនេះគឺខ្ញុំគាត់តែធ្វើដើម្បីចង់ចែកម្លែកឲ្យគ្នាយើងគឺគាត់បានដឹងអំពីរឿងក្តីនេះកាន់តែទូលំទូលាយច្រើនឲ្យបានដឹងទាំងអស់គ្នារឿងក្តីនេះគឺល្បីដោយសារតែបុគ្គល Jeffrey Epstein នេះគឺត្រូវបានគេស្គាល់ថាគឺជា sexual predator មានន័យថាជាបុគ្គលដែលមានបទល្មើសធ្វើការបៀតបៀនទៅលើកុមារច្រើនខ្លាំងមែនទែនគាត់គឺជាមនុស្សដែលល្មោកាមជាមួយនឹងកុមារតែម្ដងហើយជនដែលគាត់បានបៀតបៀននឹងមិនក្រោម1000នាក់ទេគឺគាត់ធ្វើការបៀតបៀនខ្លួនឯងហើយធ្វើការចែកចាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៀតអញ្ចឹងបុគ្គលនេះមិនមែនជាមនុស្សសាមញ្ញធម្មតាទេគាត់គឺជាមនុស្សដែលមានមុខមាត់ដោយសារតែគាត់គឺជាមហាសេដ្ឋីគាត់មានលុយរាប់លានដុល្លាររាប់រយលានដុល្លារហើយគាត់គឺជាអ្នកប្រឹក្សាជាអ្នកជំនួញជាអ្នកប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុទៅដល់អ្នកមានផ្សេងៗទៀតអញ្ចឹងមិត្តភ័ក្តិរបស់គាត់នេះគឺសុទ្ធតែអ្នកដែលមានមុខមាត់នៅក្នុងជួររដ្ឋាភិបាលក៏ដូចជាអ្នកមានផ្សេងៗនៅក្នុងវិស័យនៅក្នុងសហរដ្ឋអាមេរិកហ្នឹងកាលណាបុគ្គលនេះគឺត្រូវបានគេចោទប្រកាន់ហើយធ្វើការផ្ដន់ទោសទៅលើបទល្មើសជាច្រើនដែលគាត់ធ្វើការជួញដូរផ្លូវភេទរបស់កុមារអញ្ចឹងមានន័យថាបុគ្គលដែលមានការពាក់ព័ន្ធជាមួយនឹងគាត់ហ្នឹងគឺសុទ្ធតែមនុស្សដែលធ្លាប់ធ្វើការបៀតបៀនទៅលើកុមារអញ្ចឹងគេគឺអត់អាចលាក់មុខបានទេគឺតាំងពីឆ្នាំ2019មកគឺប្រជាជននៅសហរដ្ឋអាមេរិកគឺតែងតែទាមទារឲ្យមានការបញ្ចេញឈ្មោះបុគ្គលអស់ហ្នឹងឲ្យចេញមកគឺគេអត់ចង់ឲ្យរដ្ឋាភិបាលធ្វើការការពារទៅលើបុគ្គលអស់ហ្នឹងទេគឺត្រូវតែបញ្ចេញឈ្មោះបុគ្គលហ្នឹងទាំងអស់មកអញ្ចឹងហើយបានមកដល់ឆ្នាំ2025ចុងឆ្នាំនេះហើយដើមឆ្នាំ2026គឺខាង Department of Justice គឺនាយកដ្ឋានខាងផ្នែកយុទ្ធធរគឺគាត់បានបញ្ចេញឯកសារដែលពាក់ព័ន្ធជាមួយនឹង Jeffrey Epstein នេះទាំង email ទាំងរូបភាពដែលមានរហូតដល់ទៅ3លានឯកសារដែលសរុបមកគឺដូចជា6លានទៀតប៉ុន្តែឥឡូវគឺគេបញ្ចេញ3លានសិនដែលក្នុងនោះគឺមានឈ្មោះមានរូបភាពមានវីដេអូផ្សេងៗដែលពាក់ព័ន្ធនៅក្នុងរឿងក្តីនេះដែលគេបានប្រមូលជាឯកសារដែលគេចងមកឡើងសឹងតែ10ឆ្នាំជាងហើយហ្នឹងហើយដែលគេមានហើយឥឡូវនេះគឺគេបានបញ្ចេញមិនត្រឹមតែរូបភាពឬក៏ email ទេក៏មានជា testimony មានន័យថាជាបទសម្ភាសន៍ក៏ដូចជាការសួរនាំពាក្យពេចន៍របស់ជនរងគ្រោះផ្សេងៗដែលពួកគាត់បានចេញមុខមកដើម្បីធ្វើការនិយាយជាមួយនឹងអ្វីដែលគាត់បានកើតឡើងទៅលើគាត់អំពី Jeffrey Epstein អញ្ចឹងហើយទៅរឿងក្តីមួយនេះគឺវាល្បីខ្លាំងមែនតើអញ្ចឹងគឺវាមិនមែនទៅតែល្បីឥឡូវទេគឺតាំងពីល្បីខ្លាំងហ្មងហ្នឹងគឺ2019មកហ្នឹងតែម្ដងអញ្ចឹងហើយទៅខ្ញុំយល់ឃើញថាការនិយាយអំពី Jeffrey Epstein នេះគឺខ្ញុំគួរតែនិយាយដែរសម្រាប់ឥឡូវនេះគោលបំណងធំរបស់ខ្ញុំគឺខ្ញុំចង់ឲ្យគ្នាយើងគឺដឹងអំពីរឿងក្តីនេះឲ្យបានកាន់តែច្រើនហើយណាមួយទៀតគឺដោយសារតែរឿងនេះមិនមែនរឿងតែមួយទេមិនមែនថារឿងមួយដែលគ្មានពីរនៅលើโลกនេះទេគឺមានច្រើនខ្លាំងមែនតើគាត់តែចេញបានមួយនឹងឯងអញ្ចឹងខ្ញុំសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអត់ទាំង surprise ហងខ្ញុំអត់ surprise ទេថាមានរឿងអញ្ចឹងកើតឡើងហើយខ្ញុំក៏ធ្លាប់មានឮរឿងក្តីផ្សេងៗដែរសលីគ្នាអញ្ចឹងដែរគឺមានសម្រាប់រឿងក្តីរបស់ Jeffrey Epstein គឺខ្ញុំបានដឹងអំពីវាកាលពីឆ្នាំ2018 19ដែរហ្នឹងហើយគឺពេលហ្នឹងរៀងចាប់ផ្ដើមផ្អើលម្ដងហើយខ្ញុំក៏ស្គាល់ដែរហ្នឹងហើយមុនខ្ញុំចាប់ផ្ដើមធ្វើ YouTube ទៀតហ្នឹងហើយតែឥឡូវនេះគឺ Jeffrey គាត់បានស្លាប់បាត់ហើយគេចាប់ផ្ដើមបញ្ចេញឈ្មោះមកហ្នឹងហើយចេញមកច្រើនប៉ុន្តែមើលទៅដូចធ្វើអីអត់ចេញទេហ្នឹងហើយព្រោះសិតតែឈ្មោះអ្នកដែលល្បីហើយពួកគាត់ដែលនៅខាងផ្នែកក្រសួងហ្នឹងហើយតែកាន់ការនៅខាងហ្នឹងក៏ពួកគាត់សិតតែដឹងព័ត៌មានអស់ហ្នឹងនៅក្នុងដៃគាត់តាំងពី2019មកយើងគិតមើលឡើង6 7ឆ្នាំហើយត្រូវក៏អត់មានធ្វើការចាប់ខ្លួនទៅលើបុគ្គលណាមួយដែរគឺអត់សោះហ្មងគឺពួកគាត់ធម្មតាខ្ញុំក៏អត់ដឹងថាធ្វើមិនដែរយើងក៏មិនដឹងថាទៀមទាបែបណាដែរចឹងណាចឹងអ្វីដែលខ្ញុំត្រូវធ្វើគឺមានតែការចែកម្លែកព័ត៌មានទាំងអស់នេះទៅដល់អ្នកទស្សនារបស់ខ្ញុំតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់វីដេអូរបស់ Jeffrey Epstein គឺខ្ញុំបានចែកវាជា2ភាគដោយសារតែភាគទី1នេះគឺខ្ញុំនឹងនិយាយពី Jeffrey Epstein រហូតដល់ថ្ងៃដែលគាត់បានជាប់ពន្ធនាគារចឹងទៅហើយភាគបន្តគឺខ្ញុំនឹងនិយាយអំពី Epstein file ហ្នឹងហើយអញ្ចឹងដោយសារព័ត៌មានវាច្រើនខ្ញុំក៏ព្យាយាមបែកវាជា2ភាគហើយខ្ញុំក៏គិតថាខ្ញុំមិនអាចនិយាយក្នុងមួយវីដេអូដល់ចប់ក៏អត់កើតដែរហ្នឹងហើយខ្ញុំ mental breakdown មុននឹងចូលដល់វីដេអូរបស់យើងគឺខ្ញុំសូមអរគុណដល់ sponsor របស់យើងនៅថ្ងៃនេះគឺ Surfshark VPN បើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែស្វែងរកកម្មវិធី VPN ដើម្បីប្រើប្រាស់គឺខ្ញុំសូមណែនាំឲ្យស្គាល់អំពី Surfshark VPN នៅសប្តាហ៍ថ្ងៃនេះការប្រើប្រាស់ VPN គឺជាជម្រើសមួយដែលល្អដោយសារតែការវាយប្រហារនៅខាងផ្នែក digital នៅក្នុងគ្រឿងអេឡិចត្រូនិករបស់យើងមិនថាទូរស័ព្ទដៃឬក៏នៅក្នុង account កុងធនាគារឬក៏ការបោកប្រាស់នៅតាម online នោះទេគឺទាមទារឲ្យយើងធ្វើការការពារទៅលើទិន្នន័យរបស់យើងឲ្យបានល្អដូច្នេះ
ហើយការប្រើប្រាស់ Social VPN គឺអាចផ្ដល់អត្ថប្រយោជន៍របស់យើងដែលវាប្រៀបដូចជារបាំងមួយដែលធ្វើការការពារទៅលើទិន្នន័យរបស់យើងដែលយើងគ្រាន់តែជ្រើសរើស server ផ្សេងនៅក្នុងកម្មវិធីក្រៅពី server នៅក្នុងប្រទេសរបស់យើងអាចជ្រើសរើសនៅប្រទេសណាក៏បានដែរដែលមានរហូតដល់ទៅ 4000 server ដែលអ្នកទាំងអស់គ្នាគឺអាចធ្វើការជ្រើសរើសបានដែលការបង្វែរដាន IP address នៃគ្រឿងអេឡិចត្រូនិករបស់យើងនេះគឺប្រៀបដូចជារបាំងដែលអាចធ្វើការការពារទៅលើ data គ្រឿងអ៊ីនធឺណិតរបស់យើងនឹងបានមួយតង់ទៀតអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺនៅស្របពេលជាមួយគ្នានឹងដែរគឺយើងអាចទទួលបានមាតិកាជាច្រើនដែលគេបានធ្វើការបិទនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងគឺយើងអាចនៅមើលបានធម្មតាអញ្ចឹងគឺប្រៀបដូចជាគេឲ្យបានបិទនៅតំបន់យើងអញ្ចឹងគឺយើងគ្រាន់តែដូរ IP address របស់យើងហើយលោកអ្នកគឺមិនបាច់ព្រួយបារម្ភថាយើងត្រូវទិញ account ច្រើនដើម្បីប្រើប្រាស់សេវាកម្ម Social VPN នៅក្នុង device របស់យើងបានគ្រប់ទេគឺយើងទិញតែមួយ account ទេគឺយើងអាច log in ចូលនៅក្នុងទូរស័ព្ទដៃនៅក្នុង tablet នៅក្នុង iPad នៅក្នុង MacBook កុំព្យូទ័ររបស់យើងហ្នឹងគឺបានដោយសេរីគឺត្រឹមតែមួយ account ទេអញ្ចឹងគឺវាចំណេញខ្លាំងមែនតើអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ទៅលើសេវាកម្មរបស់ Social VPN គឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានឬក៏ចូលទៅកាន់ website social.com/basicinstinct ដើម្បីទទួលបានព័ត៌មានបន្ថែមនៅពេលដែលអ្នកនរគ្នាធ្វើការជាវគឺកុំភ្លេចដាក់កូដ Basic Instinct ដើម្បីទទួលបានការប្រើប្រាស់ Social 4 ខែបន្ថែមពីលើសេវាកម្មអ្នកនរគ្នាជាវនឹងទៀតជាថ្មីម្ដងទៀតគឺខ្ញុំសូមអរគុណដល់ Social VPN ដែលបាន sponsor ដល់វីដេអូរបស់យើងនៅថ្ងៃនេះអូខេចឹងឥឡូវនេះគឺខ្ញុំនឹងនិយាយអំពី Jeffrey Epstein បានកើតនៅថ្ងៃទី20ខែមករាឆ្នាំ1953នៅ Brooklyn, New York សហរដ្ឋអាមេរិកម្ដាយរបស់គាត់គឺមានឈ្មោះថា Pauline ដែលគាត់មានតួនាទីជាជំនួយការគ្រូនិងឪពុករបស់គាត់មានឈ្មោះថា Seymour Epstein ដែលគាត់គឺជាអ្នកថែទាំសួនដែលគាត់ធ្វើការនៅក្នុង New York City Department of Parks and Recreation ពួកគាត់គឺមានកូន2នាក់គឺមាន Jeffrey និងប្អូនពៅមួយទៀតដែលជាប្អូនប្រុសរបស់គាត់គ្រួសាររបស់ Jeffrey គឺត្រូវបានគេស្គាល់ថាជាគ្រួសារដែលរំទុំសភាពមានការដាក់ខ្លួនហ្នឹងហើយស្ងាត់ផងដែរតាំងពីទូចមកគឺ Jeffrey Epstein គឺជាក្មេងដែលឆ្លាតគឺគាត់ប្រកែទៅលើគណិតវិទ្យានៅឆ្នាំ1969គឺគាត់បានបញ្ចប់ការសិក្សារបស់គាត់នៅ Lafayette High School នៅអាយុទៅតែ16ឆ្នាំទេគឺគាត់បានធ្វើការ skip ថ្នាក់របស់គាត់អស់ចំនួន2ថ្នាក់ដែរហើយនៅពេលដែលគាត់រៀនចប់នៅហ្នឹងក៏គាត់បានបន្តការសិក្សារបស់គាត់នៅ Cooper Union ដែលគាត់រៀននៅថ្នាក់គណិតវិទ្យាកម្រិតខ្ពស់គឺ Advanced Math Class បន្ទាប់ពីហ្នឹងមកក៏គាត់បានបន្តការសិក្សារបស់គាត់នៅ New York University នៅខាងផ្នែក Mathematical Sciences គឺគណិតវិទ្យាសាស្ត្រគឺសិក្សាទៅលើគណិតវិទ្យាប៉ុន្តែនៅពេលហ្នឹងគឺគាត់បានចាក់ចេញពីសាលារបស់គាត់គឺគាត់បានឈប់រៀនមុននឹងគាត់ទទួលបានបញ្ញាបត្រខាងផ្នែកហ្នឹងនៅឆ្នាំ1974ដល់1976គឺ Jeffrey Epstein បានទៅធ្វើជាគ្រូបង្រៀននៅសាលាឯកជនមួយដែលមានឈ្មោះថា Dalton School ហើយក៏បានបង្រៀនគណិតវិទ្យានៅសាលានោះឯងហើយជាក់ស្ដែងគឺគាត់បង្រៀននៅនឹងបានតែ2ឆ្នាំទេរហូតដល់ឆ្នាំ1976គឺគេបានបញ្ឈប់ការងាររបស់គាត់ដោយសារតែការបង្រៀនរបស់គាត់ហ្នឹងគឺអត់បានល្អហ្នឹងហើយនៅម្លងពេលដែលគាត់បង្រៀននៅនឹងហ្នឹងគឺគេបានឃើញថាគាត់តែងតែធ្វើការលេបខាយហើយនឹងញ៉ែជាមួយនឹងកូនសិស្សស្អីទូចក្មេងៗអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាជាសកម្មភាពមួយដែលអត់សមរម្យដូចគ្នាប៉ុន្តែសម្ដាងរបស់គាត់គឺនៅម្លងពេលដែលគាត់បានបង្រៀននៅសាលា Dalton School ហ្នឹងគឺគាត់បានរាប់អានជាមួយនឹងម្ដាយឪពុករបស់សិស្សានុសិស្សនៅនឹងអញ្ចឹងណាគឺគាត់បានរាប់អានប៉ះចំឪពុករបស់សិស្សម្នាក់ដែលគាត់មានឈ្មោះថា Alan Greenberg ដែល Alan Greenberg គឺគាត់គឺជាអគ្គនាយកនៃក្រុមហ៊ុនធនាគារមួយដែលមានឈ្មោះថា Bear Stearns អញ្ចឹងពេលហ្នឹងក៏ Alan បានជួលឲ្យ Jeffrey មកធ្វើការនៅក្រុមហ៊ុនរបស់គាត់អញ្ចឹងពេលហ្នឹងក៏ Jeffrey បានបំពេញការងារនៅហ្នឹងអស់រយៈពេល6ឆ្នាំដែរពីឆ្នាំ1976ដល់1981អញ្ចឹងមុខងាររបស់ Jeffrey ដោយសារតែគាត់ប៉ាកែខាងផ្នែកគណិតវិទ្យាគាត់ឆ្លាតខ្លាំងមែនទែនហើយដូចយើងដឹងអញ្ចឹងពាក្យពេចន៍សម្ដីដែលគាត់និយាយហ្នឹងគឺវាគួរឲ្យស្ដាប់ចឹងថាមនុស្សដែលប៉ាកែដាក់មនោគមវិជ្ជាបានពាក្យបានសម្ដីហ្នឹងហើយអញ្ចឹងគាត់ធ្វើការខាងផ្នែកហិរញ្ញវត្ថុធ្វើការវិភាគសាប្រឹក្សាជាមួយនឹងអតិថិជនដែលចូលមកក្នុងធនាគាររបស់គាត់ហ្នឹងគាត់ធ្វើការជាជំនួយការនៅក្រុមហ៊ុនហ្នឹងអត់យូរប្រហែលទេក៏គាត់បានឡើងឋានៈលឿនខ្លាំងមែនទែនដោយសារតែការប៉ាកែនិយាយរបស់គាត់ហ្នឹងគឺធ្វើឲ្យមានអតិថិជនក៏ដូចជាភ្ញៀវគឺមានការពេញចិត្តហើយនឹងទទួលសេវាកម្មរបស់គាត់ហ្នឹងរហូតហ្នឹងហើយសិតតែភ្ញៀវអ្នកមានទៀតអញ្ចឹងធ្វើឲ្យការងាររបស់គាត់ហ្នឹងគឺគាត់ឡើងទៅរហូតជាលំដាប់រហូតដល់ឆ្នាំ1982ក៏គាត់បានចាក់ចេញពីក្រុមហ៊ុន Bear Stearns ហើយនៅពេលដែលគាត់ចាក់ចេញហ្នឹងក៏គាត់នៅតែបន្តរាប់អានជាមួយនឹង Alan Greenberg ដែលជាអគ្គនាយកនៅទីហ្នឹងរហូតដល់ឆ្នាំ2008ដូចគ្នារហូតដល់ក្រុមហ៊ុន Bear Stearns ហ្នឹងគឺបានខ្សែធនអញ្ចឹងនៅឆ្នាំ1982នៅពេលដែល Jeffrey គឺគាត់បានចាក់ចេញពី Bear Stearns ហើយគឺគាត់បានបង្កើតការិយាល័យជា firm របស់គាត់មួយផ្សេងដែលមានឈ្មោះថា Intercontinental Assets Group Inc ដែលការ
ការងាររបស់គាត់ហ្នឹងគឺធ្វើការប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុទៅដល់អតិថិជននៅត្រង់នេះក៏ខ្ញុំអត់សូវច្បាស់ដូចគ្នារបៀបដូចគាត់ recover លុយដែលជា embezzlement ចឹងថាបើសិនជាអតិថិជនរបស់គាត់ហ្នឹងគឺបានបាត់បង់លុយពីការវិនិយោគរបៀបដូចលួចលុយគេនៅក្នុងក្រុមហ៊ុនរបៀបដូចសុំកលុំបានលុយបានអីខុសច្បាប់អីចឹងណាពីជួញដូរក្រុមហ៊ុនចឹងទៅចឹងអ្នកខ្លះគឺគាត់បាត់បង់លុយអស់ហ្នឹងពីនៅពេលដែលគេចាប់បានចឹងសម្រាប់ Jeffrey Epstein គឺគាត់នឹងធ្វើការរៀបចំមិនដើម្បីដោះស្រាយហើយយកលុយនឹងមកវិញនៅពេលហ្នឹងគឺយើងអត់ដឹងថាភ្ញៀវរបស់គាត់ហ្នឹងណាគេខ្លះទេតែយើងស្គាល់ពីទី1គឺតារាសម្ដែងអេស្ប៉ាញម្នាក់ដែលមានឈ្មោះថា Ana Obregón ដែលគាត់បានលុយពី Jeffrey Epstein ហ្នឹងបានរាប់លានមកវិញដែលឪរបស់គាត់ហ្នឹងបានបាត់បង់អតិថិជនរបស់គាត់មួយទៀតគឺមានឈ្មោះថា Adnan Khashoggi ដែលគាត់គឺជាអ្នកជំនួញនៅអារ៉ាប៊ីសាអូឌីតហ្នឹងហើយគឺគាត់ធ្វើការដោះស្រាយបញ្ហាខាងផ្នែកហិរញ្ញវត្ថុហ្នឹងនៅក្រៅស្រុកទៀតសម្រាប់ Adnan Khashoggi គឺគាត់គឺជាបុគ្គលដែលមានមុខមាត់ខ្លាំងមែនទែនជាពិសេសគឺខាងផ្នែករដ្ឋាភិបាលខាងផ្នែកយុទ្ធភ័ណ្ឌខាងផ្នែកយោធានៅអារ៉ាប៊ីសាអូឌីតអញ្ចឹងយើងដឹងថាលុយគឺច្រើនខ្លាំងមែនទែនអញ្ចឹងគាត់គឺជាមនុស្សដែលមានមុខមាត់ខ្លាំងមែនទែននៅជួរនយោបាយហើយសម្រាប់ Jeffrey គឺគាត់ទទួលបានគាត់ជាភ្ញៀវនិងជាអតិថិជនដើម្បីដោះស្រាយខាងផ្នែកហិរញ្ញវត្ថុខាងអីចឹងទៅនៅអំឡុងឆ្នាំ1987គឺ Jeffrey Epstein បានជួបជាមួយនឹងបុគ្គលម្នាក់ដែលមានឈ្មោះថា Steven Hoffenberg ដែលគាត់គឺជាអគ្គនាយកដូចគ្នាជា chairman នៅក្រុមហ៊ុនមួយដែលមានឈ្មោះថា Towers Financial Corporation នៅពេលហ្នឹងគឺ Steven បានធ្វើការជួល Jeffrey ដើម្បីមកធ្វើការនៅកន្លែងក្រុមហ៊ុនរបស់គាត់ហើយប្រាក់ខែរបស់គាត់ពេលហ្នឹងគឺខ្ពស់ខ្លាំងមែនតើមួយខែបើយើងគិតលុយមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺ$56,000 ក្នុងមួយខែគឺច្រើនខ្លាំងមែនតើដល់ឆ្នាំ1993គឺក្រុមហ៊ុន Towers Financial Corporation ហ្នឹងគឺត្រូវបានផ្ទុះមានរឿងអស្រូវថាពាក់ព័ន្ធជាមួយនឹង Ponzi scheme ហើយការ scheme មួយនេះគឺធ្វើឲ្យក្រុមហ៊ុនគឺបាត់បង់លុយរហូតដល់ទៅ$450 លានដែលគិតមកដល់លុយសប្តាហ៍ថ្ងៃគឺ$1,000 លានគឺច្រើនខ្លាំងមែនតើនៅឆ្នាំ1993គឺគេចាប់បានថាមាន Ponzi scheme ប៉ុន្តែ Jeffrey ពេលហ្នឹងគឺគាត់បានឈប់ធ្វើការនៅកន្លែងហ្នឹងហើយប៉ុន្តែ scheme ហ្នឹងគឺកើតឡើងនៅពេលដែល Jeffrey បានបំពេញការងារនៅហ្នឹងអញ្ចឹងណាគាត់គឺជាអ្នកចាប់ផ្ដើមធ្វើ scheme មួយហ្នឹងដែរប៉ុន្តែគាត់បានចាក់ចេញទៅហើយរឿងហ្នឹងវាផ្អើលនៅពេលដែលគាត់បានចាក់ចេញបាត់ហ្នឹងហើយគឺគេចាប់បានអញ្ចឹង Ponzi scheme នេះក៏ខ្ញុំអត់សូវច្បាស់ថាវារបៀបណាដែរប៉ុន្តែបើតាមការខ្ញុំអានទៅគឺរបៀបថាយកគាត់ប្រមូលគេឲ្យធ្វើការវិនិយោគលើគាត់ឧទាហរណ៍ថាបើគេវិនិយោគ$1,000គឺនឹងបានលុយទៅវិញភ្លាម$1,250ចុះហ្នឹងហើយយើងនិយាយចឹងវិនិយោគមកកាន់តែច្រើនគឺយើងនឹងប្រវល់លុយឲ្យគាត់វិញនឹងកាន់តែច្រើនអញ្ចឹងអ្នកវិនិយោគថ្មីគឺឲ្យលុយមកគឺគាត់ប្រវល់ឲ្យអ្នកចាស់អញ្ចឹងវាត្រឡប់ត្រឡិនទៅអញ្ចឹងរហូតអញ្ចឹង Ponzi scheme នេះគឺធ្វើឲ្យញ៉ៃញ៉ៃខ្លាំងមែនតើអ្នកខ្លះគាត់ព្យាយាមកັບលុយនឹងទុកខ្លួនឯងផងអ្នកលើនោះចង់បានផងអីផងអញ្ចឹងទៅអញ្ចឹងវាញ៉ៃញ៉ៃខ្លាំងណាស់ធ្វើឲ្យបាត់បង់លុយរហូតដល់ទៅ$1,000 លានអា scheme មួយនេះមិនមែនជាការធ្វើជំនួញទេគឺជាការបោកប្រាស់យកហ្មងហ្នឹងហើយជាការយកលុយបោកយកលុយខ្ញុំអត់ដឹងថាណាគេខ្លះបានជាប់ពន្ធនាគារពាក់ព័ន្ធជាមួយនឹង scheme មួយនេះទេប៉ុន្តែសម្រាប់ Jeffrey Epstein នៅពេលហ្នឹងគឺគេអត់បានធ្វើការស្រាវជ្រាវទៅលើគាត់ទេអញ្ចឹងគាត់អត់ដែលទទួលបានការផ្ដល់ទាទោសទៅលើករណីមួយហ្នឹងទេនៅឆ្នាំ1989គឺ Jeffrey Epstein បានបង្កើតការិយាល័យរបស់គាត់មួយថ្មីទៀតដែលពាក់ព័ន្ធជាមួយនឹង financial management firm នឹងឯការទុកដាក់លុយដែលមានឈ្មោះថា J Epstein & Co សម្រាប់លក្ខខណ្ឌដើម្បីធ្វើជាអតិថិជនរបស់គាត់ហ្នឹងគឺបុគ្គលហ្នឹងត្រូវតែជា elite មានន័យថាអ្នកដែលមានមុខមាត់ស្ដុកស្ដំនៅក្នុងសង្គមហើយត្រូវតែមានលុយនៅក្នុងខ្លួនយ៉ាងហោចណាស់$1,000 លានទើបអាចធ្វើអតិថិជនរបស់គាត់បានអញ្ចឹងនៅអំឡុងពេលហ្នឹងយើងអត់ដឹងថាតើណាគេខ្លះគឺជាអតិថិជនរបស់គាត់ទេគឺមានតែបុគ្គលតែម្នាក់ទេដែលយើងដឹងគឺមានឈ្មោះថា Leslie Wexner ដែលគាត់គឺជាអគ្គនាយកក៏ដូចជាស្ថាបនិករបស់ Victoria's Secret និង L Brand ហិរញ្ញវត្ថុនិងជាលុយរបស់ Leslie Wexner ហ្នឹងគឺគាត់មានរហូតដល់ទៅ$4,000 លានដែល Jeffrey Epstein គឺគាត់ធ្វើការដោះស្រាយអញ្ចឹងនៅពេលហ្នឹងក៏ Leslie បាន hire បានឲ្យ Jeffrey ហ្នឹងមកធ្វើការដោះស្រាយទៅលើលុយរបស់គាត់អញ្ចឹងទៅវាមានចន្លោះខ្វះខាតវាមានកន្លែងណាអញ្ចឹងគឺគាត់ធ្វើការប៉ះប៉ូវឲ្យអញ្ចឹងនៅពេលហ្នឹងក៏ Jeffrey ធ្វើការឲ្យ Leslie ហើយ Leslie គឺពេញចិត្តជាមួយនឹងការងាររបស់ Jeffrey Epstein ខ្លាំងដែលគាត់បានរាប់អានគ្នាមករហូតទៅក៏ Leslie បានអនុញ្ញាតឲ្យ Jeffrey Epstein នេះធ្វើការកាន់កាប់ទៅលើលុយថវិកាក៏ដូចជាហិរញ្ញវត្ថុរបស់គាត់នឹងទាំងស្រុងតែម្ដង Jeffrey នៅពេលហ្នឹងក៏ខ្លាយទៅជាដូចដៃស្ដាំរបស់គាត់ចឹងជា director អ្នកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ Leslie Jeffrey គឺគាត់មានសិទ្ធិ
ធ្វើការសម្រេចចិត្តច្រើនខ្លាំងមែនតើគាត់អាចប្រឈប់ការងារមនុស្សក៏បានគាត់ឲ្យបុគ្គលិកថ្មីចូលធ្វើការក៏បានគាត់អាចយកលុយហ្នឹងទៅវិនិយោគនៅទិញដីកន្លែងនេះទិញក្រុមហ៊ុនកន្លែងនោះទិញយ៉ាកនៅនេះធ្វើនៅនោះហ្នឹងហើយធ្វើការវិនិយោគធ្វើការដោះស្រាយអីគឺគាត់មានសិទ្ធិសម្រេចចិត្តទៅលើរឿងទាំងអស់ហ្នឹងទាំងអស់តែម្ដងអញ្ចឹងចាប់ពីពេលហ្នឹងមករហូតដល់ឆ្នាំ2019ហ្នឹងគឺយើងអត់ដឹងថាតើ Jeffrey Epstein ហ្នឹងគាត់ទទួលបានលុយរាប់រយលានដុល្លារហ្នឹងពីណាមកទេយើងអត់ដឹងទេគេអត់សូវច្បាស់ណាថាអាលុយរបស់គាត់ដែលមានលុយ net worth របស់គាត់ហ្នឹងឡើងដូចជា400លានដុល្លារតាមខ្ញុំចាំហ្នឹងហើយវាច្រើនដែរគាត់តែយើងជាអ្នកប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុហ្នឹងយើងបានលុយរាប់រយលានដុល្លារអញ្ចឹងមិនមែនអញ្ចឹងគាត់អត់ដឹងដែរអញ្ចឹងដោយសារតែគាត់ហ្នឹងគឺតែងតែដើរលេងហ្នឹងហើយមិត្តភ័ក្តិរបស់គាត់ហ្នឹងអីគឺគាត់នៅក្នុងរង្វង់ជាមួយនឹងអ្នកមានស្ដុកស្ដំអ្នកមានមុខមាត់អញ្ចឹងទៅអញ្ចឹងយើងអត់ដឹងថាតើលុយហ្នឹងចរន្តវាមកពីណាខ្លះដែរអញ្ចឹងណាអញ្ចឹងគេអត់ដឹងច្បាស់ទេជាក់ស្ដែងអ្វីដែលយើងដឹងគឺគាត់មានលុយច្រើនសម្បីតែកន្លែងដែលគាត់នៅផ្ទះរបស់គាត់ហ្នឹងគឺមាននៅច្រើនតំបន់ខ្លាំងមែនតើហើយជាពិសេសគឺដោយអ្នកនរគ្នាបានស្គាល់គឺគេនិយាយពី Epstein Island ហ្នឹងគឺកោះមួយដែលគាត់បានទិញនៅ Virgin Island កោះហ្នឹងគឺគេហៅថា Little Saint James ដែលគាត់បានទិញនៅឆ្នាំ1998តម្លៃ7.95លានដុល្លារដែលកោះហ្នឹងគឺមានទំហំ72 acre ដែលខ្ញុំបំបែកទៅជាហិកតាគឺ30ហិកតាគឺធំខ្លាំងមែនតើធំមែនតើតែម្ដងអញ្ចឹងកោះហ្នឹងគឺគាត់បានទិញហើយគឺគាត់បានធ្វើការសាងសង់ធ្វើអីចឹងទៅជាផ្ទះលំហែជាតំបន់របស់គាត់ចឹងទៅហើយគាត់តែងតែធ្វើការ party ហើយនឹងបៀតបៀនទៅលើជនរងគ្រោះជាច្រើននៅក្នុងផ្ទះរបស់គាត់នៅកន្លែងហ្នឹងអញ្ចឹងឥឡូវនេះគឺយើងនឹងនិយាយអំពីការបៀតបៀនផ្លូវភេទជាប្រព័ន្ធរបស់គាត់ហ្នឹងមិនត្រឹមតែជាការបៀតបៀនទេប៉ុន្តែជាទម្រង់នៃការជួញដូរផ្លូវភេទហើយមិនត្រឹមតែផ្លូវភេទទៅលើស្ត្រីទេគឺផ្លូវភេទកុមារទៀតហើយកុមារសួរថាទាំងកុមារានិងកុមារីមែន Yesទាំងពីរនេះគឺខ្ញុំនឹងព្យាយាមនិយាយឲ្យងាយយល់គឺបុគ្គលនេះគឺគាត់មិនមែនជាអ្នកដើរធ្វើការបៀតបៀនដោយខ្លួនគាត់ទេគឺគាត់មានក្រុមមនុស្សមួយក្រុមដែលធ្វើការប្រមូលជនរងគ្រោះទាំងអស់នេះឲ្យមកគាត់ផ្ទាល់តែម្ដងដែលយើងហៅថា recruiters បុគ្គលដែលជា recruiter គឺរបៀបដូច HR ចឹងយើងនិយាយឲ្យស្រួលស្ដាប់ហ្នឹងហើយគឺមានមនុស្សដែលគាត់ប្រើឲ្យគេហ្នឹងទៅប្រមូលក្មេងៗឲ្យមកស្រាប់គឺគាត់អត់ធ្វើរឿងហ្នឹងទេគឺមានមនុស្សដែលគាត់ប្រើអញ្ចឹងបុគ្គលដែលទៅប្រមូលឲ្យហ្នឹងគឺជាអ្នកទៅសួរនាំគេអ្នកទៅធ្វើមនោគមដាក់គេធ្វើការគំរាមដាក់គេដាក់ក្មេងៗដែលជាក្មេងស្រីក៏ដូចជាស្ត្រីផ្សេងៗទៀតគឺគាត់ទៅធ្វើការលបួងហើយនឹងដាក់គំនាបទៅលើជនរងគ្រោះទាំងអស់ហ្នឹងហើយហៅបុគ្គលហ្នឹងមកដល់ផ្ទះរបស់ Jeffrey Epstein ហើយពេលខ្ញុំនិយាយថាគាត់ធ្វើការបៀតបៀនគេសឹងរាល់ថ្ងៃខ្ញុំអត់និយាយលេងទេមនុស្សនេះគឺលមប់កាមទៅលើកុមារហ្នឹងគឺរាល់ថ្ងៃតែម្ដងតាំងពី1990ជាងមករហូតដល់ឆ្នាំ2010ជាងហ្នឹងយើងអត់ដឹងថាគាត់ឈប់ពេលណាប្រហែលជាមិនឈប់ផងប៉ុន្តែរាល់ថ្ងៃហ្មងពេលខ្ញុំនិយាយថារាល់ថ្ងៃគឺខ្ញុំអត់និយាយបលើសទេមែនគឺលមប់ការមែនតើគាត់ធ្វើការបៀតបៀនទៅលើគេអញ្ចឹងហើយនៅពេលដែលបៀតបៀនហើយឬក៏គាត់មិនពេញចិត្តឬក៏មានបញ្ហាអញ្ចឹងគាត់តែងតែចែកយកជនរងគ្រោះទាំងអស់ហ្នឹងយកទៅចែកឲ្យពួកម៉ាក់គាត់ទៀតគាត់ណែនាំអញ្ចឹងទៅគាត់ប្រាប់គេគាត់ mail ទៅគេគាត់និយាយមួយគេអញ្ចឹងទៅថានេះមានក្មេងចេះចង់បានអត់អីអញ្ចឹងទៅគាត់ប្រមូលគេមក party របស់គាត់នៅផ្ទះរបស់គាត់អញ្ចឹងគាត់ធ្វើការ host party ហៅក្មេងៗដែលជាជនរងគ្រោះហ្នឹងមក party របស់គាត់ហៅអីចឹងប្រមូលនេះខ្ញុំមិនមែនថាគេហៅឲ្យគាត់ព្រមព្រៀងមកទេគឺសុទ្ធតែជាការគំរាមកំហែងយល់អត់យើងកំពុងតែ deal ជាមួយនឹងអ្នកមានមុខមាត់នៅក្នុងសង្គមអ្នកមានលុយរាប់រយលានដុល្លារអ្នកដែលអាចធ្វើការសម្លាប់បំបត្តិមាត់យើងបានណាអញ្ចឹងគេអត់ហ៊ានទេក្មេងៗពួកគាត់គឺគាត់អត់ហ៊ានទេអញ្ចឹងឈ្មោះដែលជា recruiter របស់ Jeffrey Epstein នេះគឺទីមួយមានឈ្មោះថា Ghislaine Maxwell គាត់គឺជាអតីតសង្សារចាររបស់ Jeffrey Epstein ដែលគាត់បាន date គ្នាកាលពីឆ្នាំ1994ដល់1997ទោះគាត់ធ្លាប់មានទំនាក់ទំនងមួយគ្នាប៉ុន្តែនៅពេលដែលបែកគ្នាទៅក៏គាត់នៅតែធ្វើការស្អិតរមួតជាមួយនឹងគ្នាអញ្ចឹងរហូតដល់ឆ្នាំ2010ជាងក៏Ghislaine គឺនៅតែធ្វើការជាមួយនឹង Jeffrey អញ្ចឹងការងាររបស់ Ghislaine សំខាន់បំផុតហ្នឹងគឺត្រូវតែធ្វើការលបួងជនរងគ្រោះទៅឲ្យ Jeffrey Epstein អញ្ចឹងការលបួងរបស់គាត់នេះគាត់ធ្វើឡើងនៅគ្រប់កន្លែងតែម្ដងមិនមែនថាដូចគាត់ផុសលើ website គេចុះឈ្មោះទេគឺអត់ទេគឺគាត់ដើរលបួងគាត់ទៅ shopping គាត់ទៅ spa គាត់ទៅកន្លែង massage គាត់ទៅមុខសាលាមុខអីចឹងទៅឃើញក្មេងៗអញ្ចឹងគឺគាត់តែងតែធ្វើការសួរនាំលបួងមករហូតសម្រាប់ជនរងគ្រោះគឺដូចខ្ញុំធ្លាប់ប្រាប់អ្នកនរគ្នាអញ្ចឹងមិនមែនមនុស្សដែលត្រឹមត្រូវដូចយើងចឹងថាមានម្ដាយឪពុកថែទាំមានថវិកា
ត្រឹមត្រូវមានសុភមង្គលក្នុងជីវិតអីបានពួកនឹងលបួងឯងយើងត្រូវដឹងថាមនុស្សដែលជា predator មនុស្សដែលធ្វើការតាមប្រមាញ់គេវាចេះមើលជនរងគ្រោះរបស់វាអ្នកណាដែលវាងាយលបួងមិនវាទៅតាក់តងជាមួយអញ្ចឹងសម្រាប់ Ghislaine គឺគាត់ឲ្យតែទៅអញ្ចឹងគាត់ឃើញជនរងគ្រោះគាត់ទៅកន្លែង spa ឧទាហរណ៍អញ្ចឹងគាត់សួរនាំអីចឹងទៅគាត់ឃើញតែក្មេងៗតែអាយុ4 10 5 10អីចឹងណាហើយសួរនាំទៅថាពួកគាត់នឹងមានប្រវត្តិអត់ល្អរបៀបថាម្ដាយឪពុកនឹងធ្វើបាបគាត់រត់ចេញពីផ្ទះឬក៏គាត់អត់មានទីបង្អែកអីចឹងទៅគាត់នៅម្នាក់ឯងនៅអីចឹងចឹងនេះគឺ Ghislaine នឹងធ្វើការលបួងចឹងការលបួងហ្នឹងគឺបែបណាគឺរបៀបថាណែស្គាល់អ្នកមានម្នាក់គឺគាត់តែយើងទៅម៉ាស្សាឲ្យគាត់ទេគឺ$300 $400ចឹងទៅគឺគាត់ឲ្យលុយច្រើនខ្លាំងមែនតើអញ្ចឹងយើងទៅធ្វើការតែ1ម៉ោងតែយើងបានលុយប៉ុណ្ណឹងចឹងណាយើងអាចឆ្លៀតពេលទៅបន្តិចទៅអាចឆ្លៀតទៅបានអត់អីចឹងចឹងគាត់លបួងសួរនាំទៅក៏ជនរងគ្រោះខ្លះគាត់ព្រមទៅប៉ុន្តែនៅពេលដែលទៅដល់ទៅគឺនៅតាមផ្ទះរបស់ Jeffrey គឺតែងតែមានបន្ទប់ធ្វើការម៉ាស្សាអញ្ចឹងណាគឺភាគច្រើនវាឲ្យម៉ាស្សាសិនអញ្ចឹងធ្វើការម៉ាស្សាធ្វើអីចឹងចាប់ផ្ដើមធ្វើការគម្រាមកំហែងឲ្យពួកគាត់នឹងធ្វើការសម្រាកខ្លួនអាក្រាតកាយអញ្ចឹងទៅហើយចាប់ផ្ដើមធ្វើការបៀតបៀនទៅលើគាត់ហើយជាក់ស្ដែងគឺ Ghislaine នេះក៏ចូលរួមនៅក្នុងការបៀតបៀនជាមួយនឹង Jeffrey Epstein ដូចគ្នាគាត់ធ្វើអញ្ចឹងដដែលគាត់ធ្វើអញ្ចឹងរហូតហើយសម្រាប់ជនរងគ្រោះខ្លះនៅពេលដែលលបួងគាត់ទៅហើយគឺគាត់ត្រូវពេលខ្លះគឺគាត់មិនជិះទៅកោះរបស់ Jeffrey អញ្ចឹងគាត់ត្រូវបានគេផ្ដាច់ខ្លួននៅតែឯងនៅអីទៀតអញ្ចឹងវាគួរឲ្យភ័យខ្លាំងមែនតើហើយសម្រាប់ Ghislaine គឺគាត់ធ្វើបែបហ្នឹងដើម្បីហៅជនរងគ្រោះទៅឲ្យ Jeffrey ហ្នឹងគឺសឹងតែរងថ្ងៃរហូតពេលគឺគាត់ធ្វើបែបហ្នឹងរហូតហ្មងជនរងគ្រោះរាប់រយរាប់ពាន់នាក់ហើយអ្នកដែលជា recruiter ទី2ដែលជា best friend របស់ Jeffrey Epstein ដែរគឺមានឈ្មោះថា Jean-Luc Brunel ដែលបុគ្គលនេះគាត់ជនជាតិបារាំងជាអ្នកដើរ scout model ហ្នឹងហើយគឺដើរ scout ក្មេងៗស្រីឬក៏ស្ត្រីណាមួយទៅដែលគាត់ពេញចិត្តនៅក្នុងការធ្វើដើរបង្ហាញម៉ូដឬក៏ model ថត sport ចឹងទៅដែលបុគ្គលនេះគឺធ្លាប់ផ្ញើជនរងគ្រោះទៅឲ្យ Jeffrey Epstein នេះគឺសឹងតែក្មេងឡើងរហូតដល់អាយុ12ឆ្នាំណា12ឆ្នាំទាំងអស់គ្នាគឺក្មេងខ្លាំងមែនតើវាប្រមូលបានពីកន្លែងធ្វើការវាផ្ញើទៅឲ្យ Jeffrey Epstein បើយោងទៅតាមពាក្យសម្ដីរបស់ជនរងគ្រោះម្នាក់ដែលគាត់មានឈ្មោះថា Virginia ដែលខ្ញុំនឹងនិយាយអំពីគាត់បន្តិចទៀតនឹងឯងគឺគាត់បាននិយាយថាសម្រាប់គាត់ធ្លាប់ឮពី Jeffrey Epstein គឺបានអួតទៅប្រាប់គាត់ចឹងណាថាគាត់នឹងដេកជាមួយនឹងក្មេងស្រីដែលអា Jean នឹងផ្ញើឲ្យគាត់នឹងឡើងរាប់ពាន់នាក់គឺពួកម៉ាក់គ្នានិយាយទៅគឺគេ best friend គ្នាពួកម៉ាក់គ្នាគេនៅតែតាក់ទងគ្នានៅពេលដែលជាប់ពន្ធនាគារក៏ដោយហើយសម្បីតែនៅកោះរបស់ Jeffrey Epstein ហ្នឹងគឺគាត់ធ្លាប់ហោះទៅឡើង25ដងជាងគឺទៅរហូតចឹងនិយាយទៅគឺគេពួកម៉ាក់គ្នាចឹងណារាប់អានប៉ុន្តែជាក់ស្ដែងនៅពេលដែលគេធ្វើការចាប់ខ្លួនទៅលើ Jeffrey Epstein កាលពីឆ្នាំ2008ហ្នឹងក៏ចាប់ផ្ដើមមានការជីកកាយពាក់ព័ន្ធជាមួយនឹងឈ្មោះគាត់មកដោយសារជនរងគ្រោះខ្លះគឺដោយសារតែគាត់លបួងចឹងគេចេញមកគឺគេនឹងនិយាយពីឈ្មោះ Jean ចឹងទៅចឹងសម្រាប់ Jean គឺគាត់បដិសេធដាច់អហង្ការហ្មងថាគាត់អត់មានពាក់ព័ន្ធជាមួយនឹង Jeffrey Epstein ទេតែរហូតដល់ឆ្នាំ2019គឺខាងអ្នកដែលស៊ើបអង្កេតនៅខាងផ្នែកហ្នឹងគឺគេចេញឈ្មោះ Jean-Luc Brunel ហ្នឹងគឺជា co-conspirator តែម្ដងមានន័យថាជាអ្នកដែលផ្សំគំនិតក្នុងការរៀបចំធ្វើការបៀតបៀនទៅលើជនរងគ្រោះទាំងអស់នេះទៅឲ្យ Jeffrey Epstein ហ្នឹងហើយគឺគេចេញឈ្មោះជា official ជាផ្លូវការតែម្ដងហើយនៅឆ្នាំ2019ដូចគ្នានេះក៏ Jean ហ្នឹងត្រូវបានគេចោទប្រកាន់ហើយនឹងជាប់ពន្ធនាគារតែម្ដងពីបទធ្វើការដាក់ថ្នាំសណ្ដំហើយនឹងរំលោភទៅលើក្មេងស្រីអាយុ7-10ឆ្នាំចឹងធម្មតាដូចខ្ញុំនិយាយចឹងនៅក្នុងបទរំលោភសេះសន្តិវៈគឺអត់ងាយរកផុសតាងទេហើយខ្ញុំក៏អត់យល់ឃើញថាប្រព័ន្ធមួយនេះគឺវាមានតម្លាភាពដែរគឺទាមទារផុសតាងច្រើនអីចឹងទៅចឹងហើយបញ្ជនរងគ្រោះខ្ញុំអត់ជឿថាគាត់គឺជាជនរងគ្រោះដំបូងទេគឺរាប់រយនាក់ហើយគាត់ថាមានគាត់ហ្នឹងគឺមានផុសតាងមានអីចឹងទៅប្រហែលណាទៅគាត់អាចធ្វើការកាត់ក្តីហើយនឹងដាក់ទោសទៅលើ Jean-Luc Brunel នឹងបាននៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2022គឺគេបានរកឃើញថា Jean គឺបានធ្វើអត្តឃាតខ្លួនគាត់នៅក្នុងពន្ធនាគារបារីក្រៅពីពួកគាត់ពីរនាក់ក៏មានមនុស្សដែលផ្សំគំនិតជា recruiter ទៅឲ្យ Jeffrey Epstein ដូចគ្នាអញ្ចឹងជាពិសេសគឺអ្នកដែលធ្វើការឲ្យគាត់នឹងឯងដូចជាជំនួយការរបស់គាត់ហើយនឹងមនុស្សផ្សេងៗទៀតហ្នឹងឯងអញ្ចឹងសួរថាតើ Jeffrey Epstein នេះធ្វើការបៀតបៀនទៅលើជនរងគ្រោះនៅកន្លែងណាខ្លះគឺច្រើនជាពិសេសគឺនៅតាមភូមិគ្រឹះរបស់គាត់គឺគាត់មានផ្ទះច្រើនណាហ្នឹងហើយគឺមិនមែនតាមមួយកន្លែងនៅកោះហ្នឹងទេគឺគាត់បៀតបៀនគេគ្រប់កន្លែងហ្មងអញ្ចឹងដូចជាពិសេសគឺនៅភូមិគ្រឹះរបស់គាត់ហ្នឹងនៅ New York City ដែលស្ថិតនៅ Upper East Side គឺជា
ជាលំនៅឋានដែលធំជាងគេរបស់គាត់នឹងឯងដែលគាត់ភាគច្រើនធ្វើការបៀតបៀនជនរងគ្រោះនៅហ្នឹងហើយគាត់ក៏មានផ្ទះនៅ Palm Beach Florida គាត់មានកោះរបស់គាត់ហ្នឹងដែលមានទីតាំងនៅ Virgin Island ដែលវាជាកោះអញ្ចឹងណាហើយអ្នកមានអញ្ចឹងគឺអាចធ្វើការទិញទៅលើកោះហ្នឹងបានអញ្ចឹង Jeffrey គឺគាត់បានទិញកោះរបស់គាត់គឺមានឈ្មោះថា Little Saint James ដែលទំហំ40ហិកតាដែលខ្ញុំបាននិយាយមុនហ្នឹងដែលយើងតែងតែហៅថាជា Epstein Island ដែលមានការបៀតបៀនផ្លូវភេទរំលោភសន្តិវៈធ្វើការ party ធ្វើអីនៅកោះហ្នឹងគឺនៅកោះនៅ Virgin Island ហ្នឹងហើយបន្ទាប់ពីហ្នឹងមកក៏គាត់បានទិញកូនកោះមួយទៀតនៅក្បែរហ្នឹងដែលមានឈ្មោះថា Great Saint James ហើយគាត់ក៏មានផ្ទះនៅ New Mexico ដែលហៅថា Zorro Ranch ហើយនឹងមានផ្ទះនៅប៉ារីសនៅប្រទេសបារាំងផងដែរការបៀតបៀនរបស់គាត់ហ្នឹងភាគច្រើនជនរងគ្រោះភាគច្រើនតែម្ដងគឺមានការនិយាយដូចគ្នាគឺថាមាន recruiter ជាពិសេសគឺ Ghislaine ហ្នឹងហ្មងគឺបានធ្វើការប្រមូលជនរងគ្រោះហៅឲ្យមកផ្ទះរបស់ Jeffrey អញ្ចឹងនៅពេលដែលមកដល់ផ្ទះគឺធ្វើការរៀបចំដើម្បីធ្វើការ massage ឲ្យ Jeffrey អញ្ចឹងទៅអញ្ចឹងពេល massage ហើយក៏ចាប់ផ្ដើមឈានដល់ការបៀតបៀនឲ្យគាត់សម្រាតកាយឲ្យគាត់អាក្រាតកាយធ្វើការ massage ធ្វើការបៀតបៀនទៅលើគាត់ភាគច្រើនគឺអញ្ចឹងប៉ុន្តែក៏មានការគំរាមកំហែងទៅលើជនរងគ្រោះមួយចំនួនដែរដែលគំរាមឲ្យពួកគាត់នឹងត្រូវតែមកធ្វើការឲ្យពួកគាត់វិញរបៀបថាឲ្យប្រឡែងឲ្យមកផ្ទះហើយមើលពេលដែលគេគាត់ខលហៅខលអីចឹងគឺត្រូវតែមកវិញហ្នឹងហើយពេលខ្លះទៅក៏ជនរងគ្រោះខ្លះគឺគាត់បញ្ជូនបោះទៅឲ្យមិត្តភ័ក្តិរបស់គាត់ចឹងទៅហ្នឹងហើយ best friend របស់គេពួកអ្នកមានអស់ហ្នឹងដែលណាចាប់អារម្មណ៍ចាប់អីចឹងគឺគាត់បោះយកទៅឲ្យតចឹងទៅហើយក៏ធ្វើការបៀតបៀនរំលោភសន្តិវៈទៅលើពួកគាត់បន្តទៀតហើយមិនត្រឹមតែប៉ុណ្ណឹងក៏មានដូចជា party មានអីចឹងក៏ចាប់ចម្រិតឲ្យពួកគាត់ហ្នឹងមក party មកតទៀតចឹងទៅធ្វើដូចដើរពេញ party ដើរអីចឹងដើម្បីគេបៀតបៀនហ្នឹងហើយដូច it's disgusting ខ្ញុំចង់និយាយអីច្រើនគាត់ថារូបភាពបែបហ្នឹងហើយអញ្ចឹងហើយបានគាត់ត្រូវបានគេនិយាយចោទប្រកាន់ថាគាត់ហ្នឹងធ្វើការបៀតបៀនផ្លូវភេទទៅលើជនរងគ្រោះទៅលើកុមារមានការរំលោភសន្តិវៈទៅលើកុមារហើយក៏ដូចជាការជួញដូរផ្លូវភេទទៅលើកុមារនឹងឯងគឺបែបហ្នឹងគឺគាត់បោះតទៅឲ្យគេអញ្ចឹងសម្រាប់ពួកគាត់ហ្នឹងគឺដូចរឿងធម្មតាគាត់ថាសម្រាប់ពួកយើងទូទៅគឺវាគួរឲ្យខ្ពើមខ្លាំងមែនតើ disgusting អញ្ចឹងហើយបាននៅពេលដែលផ្ទុះព័ត៌មានចេញមកទៅមនុស្សអ្នកមានណាគឺគួយក្បាលតតាត់ហ្មងថាអត់មានបានពាក់ព័ន្ធជាមួយនឹងរឿងក្តីហ្នឹងទេហ្នឹងហើយអត់មានពាក់ព័ន្ធទេអត់មានបានស្គាល់ Jeffrey Epstein ទេប៉ុន្តែជាក់ស្ដែងគឺគេមានផុសតាងមានអីចឹងដែរទៅអញ្ចឹងបុគ្គលដែលបានចូលរួមនៅក្នុងសកម្មភាពអស់ហ្នឹងដែរគឺមានឈ្មោះជាច្រើនមានដូចជា Donald Trump មាន Bill Clinton ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកមាន Elon Musk មាន Bill Gates មាន Prince Andrew ហ្នឹងហើយជារាជបុត្រនៅខាងប្រទេសអង់គ្លេសក៏មានការបៀតបៀនផ្លូវភេទដែរហ្នឹងហើយអញ្ចឹងខ្ញុំនឹងនិយាយពីពួកគាត់លម្អិតនៅវីដេអូបន្ទាប់អញ្ចឹងឥឡូវនេះគឺខ្ញុំនឹងនិយាយអំពីការដែលគាត់ត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ2008អញ្ចឹងនៅឆ្នាំ2005គឺមានជនរងគ្រោះម្នាក់ដែលគាត់មានអាយុទៅតែ14ឆ្នាំទេទាំងអស់គ្នាគឺគាត់បានប្រាប់ទៅកាន់ម្ដាយឪពុករបស់គាត់ថាគាត់នឹងត្រូវបានគេបៀតបៀនផ្លូវភេទដោយសារតែមានគេលបងគាត់ថាទៅម៉ាស្សាឲ្យមនុស្សម្នាក់ទៅគឺបានលុយ$300នៅពេលដែលគាត់ម៉ាស្សាឲ្យ Jeffrey Epstein គឺពួកគាត់នឹងបានធ្វើការប្រកបប្រខំឲ្យគាត់នឹងសម្រាតកាយអញ្ចឹងពេលហ្នឹងក៏ម្ដាយឪពុកបានធ្វើការប្តឹងទៅកាន់ Palm Beach Police ហើយខាងពួកគាត់ហ្នឹងក៏បានបើកធ្វើការស៊ើបអង្កេតរហូតដល់ទៅ13ខែគឺមួយឆ្នាំជាងធ្វើការស៊ើបអង្កេតទៅលើរឿងហ្នឹងហើយក៏មានជនរងគ្រោះជាច្រើនក៏គាត់បានចេញមុខមកដែរពួកគាត់បានចុះទៅដល់ផ្ទះរបស់ Jeffrey Epstein ហើយក៏បានឃើញមានផុសតាងជាច្រើនដែលបានបង្ហាញថាមានក្មេងៗស្រីបានទៅផ្ទះរបស់គាត់ហ្នឹងវាមានដូចជាសម្ភារៈមានអាវមានកតាបមានសភៅអីចឹងណាដែលមើលមកគឺសិតតែបោះក្មេងៗហើយមានទាំងសក្ខារខិរកទៀតជា transcript ជាអីចឹងជា record អីចឹងទៅមកពីសាលាពីអីចឹងណាឡើងទៅពីពេញផ្ទះហ្មងហើយមួយវិញទៀតក៏ឃើញថាមានកាមេរ៉ាឡើងគ្រប់ជ្រុងនៃផ្ទះរបស់គាត់ហ្នឹងហ្មងគឺគួរឲ្យខ្ពើមខ្លាំងមែនតើនៅពេលដែលគាត់ធ្វើការស៊ើបអង្កេតហ្នឹងគឺមានជនរងគ្រោះដែលជាអនិច្ចជនចំនួន34គឺគាត់បានហ៊ានចេញដើម្បីនិយាយពីសាច់រឿងរបស់គាត់មិនមែនឡើងធ្វើជាសាក្សីហ្មងទេប៉ុន្តែរបៀបដូចគាត់ប្រាប់ពីសាច់រឿងរបស់គាត់ចឹងណានៅពេលហ្នឹងក៏មានជាមេធាវីដែលគាត់តំណាងឲ្យជនរងគ្រោះទាំងអស់គាត់មានឈ្មោះថា Brad Edwards ដែលគាត់ទទួលបានការសួរនាំហើយក៏ដូចជាបទសម្ភាសន៍ហ្នឹងពីជនរងគ្រោះរហូតដល់ទៅ200នាក់តាមគាត់កាត់មកណាលីសចេញមកហ្នឹងគឺ200នាក់គាត់បាននិយាយតាំងពីឆ្នាំ2008ថាបុគ្គល Jeffrey Epstein នេះគឺជា sexual predator ដែលគួរឲ្យគ្រោះថ្នាក់ជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកតែម្ដងគាត់តែគាត់ស៊ើបអង្កេតតែ2ឆ្នាំ3ឆ្នាំនេះគឺមានជនរងគ្រោះមករាល់ថ្ងៃរហូតដល់ទៅ200នាក់ជាងហ្នឹងហើយអញ្ចឹងយើងមិនដឹងថាមែនតើនឹងប្រហែល100នាក់ទៀតតែនៅឆ្នាំ2008ហ្នឹងក៏ Jeffrey Epstein អត់ទទួលបានការប្តឹងអីទាំងអស់
គឺត្រូវបានគេចោទប្រកាន់ថាគាត់ហ្នឹងពាក់ព័ន្ធជាមួយនឹងការទិញសេវាកម្មផ្លូវភេទហ្នឹងហើយ prostitution ឯណា solicitation of prostitution ណានៃវិញមិនផឹងសាផ្លូវភេទទៅលើកុមារក៏មិនមែនការជួញដូរផ្លូវភេទកុមារទេគឺការទិញសេវាកម្មផ្លូវភេទហ្នឹងហើយទទួលបាន sweetheart deal ទៀតរបៀបដូចការដោះស្រាយហ្នឹងគឺខាងក្រៅតុលាការរបៀប non prosecution charges អីណាទេរបៀបអត់បានឡើងតុលាការស្រួលទេគឺគេដោះស្រាយខាងក្រៅតុលាការថាឲ្យជាប់ពន្ធនាគារដូចជា18ខែប៉ុន្តែគាត់ជាប់បានតែ3-10ខែទៀតហើយជាប់ពន្ធនាគារហ្នឹងមិនមែនជាប់ទៀតគឺជាប់គុកតែ2-10ម៉ោងទេមួយថ្ងៃ2-10ម៉ោងទេគឺគាត់អាចចេញទៅធ្វើការធម្មតាអញ្ចឹងទៅខ្ញុំវាអត់យល់ហើយរឿងហ្នឹងគឺចេញមកជនរងគ្រោះគឺគាត់ខកចិត្តខ្លាំងមែនតើដោយសារគាត់អត់ដឹងគាត់ដឹងព័ត៌មានទេសុកគេចុះកសែតអញ្ចឹងទៅថា Jeffrey ហ្នឹងគឺបានដើរហើរ free ធម្មតាអញ្ចឹងទៅអញ្ចឹងគួរឲ្យខកចិត្តខ្លាំងមែនតើនៅពេលហ្នឹងហើយដូចខ្ញុំបាននិយាយអញ្ចឹងយើងអត់ដឹងថាគេកាត់ក្តីបែបណាទេគាត់ថាបើសិនជាមានការស៊ើបអង្កេតកាន់តែជ្រៅទៅគឺធ្វើឲ្យមានពាក់ព័ន្ធជាមួយនឹងមនុស្សដែលមានមុខមាត់អ្នកដែលមានអំណាចហ្នឹងគឺច្រើនខ្លាំងអញ្ចឹងហើយបានគាត់ហ្នឹងត្រូវបានគេការពារខ្ញុំនិយាយចឹងហ្មងព្រោះ Jeffrey គាត់មិនមែនភ្លើទេអញ្ចឹងបើមានបុគ្គលអ្នកល្បីៗណាពាក់ព័ន្ធមួយគាត់អញ្ចឹងទៅគឺគាត់តែមានផុសតាងហើយមានជាវីដេអូជារូបជា mail ជាអីចឹងណាដែលគាត់ប្រមូលជាផុសតាងអញ្ចឹងទៅពេលហ្នឹងគឺនៅតែមានការភ័យខ្លាចគេអត់សូវហ៊ានចេញមុខមកនិយាយដើម្បីប្រឆាំងទេប៉ុន្តែមានជនរងគ្រោះគឺគាត់នៅតែតស៊ូអញ្ចឹងណាប្រឆាំងហើយចែកម្លែកសាច់រឿងរបស់គាត់ដើម្បីឲ្យគេដឹងពីបុគ្គលមួយហ្នឹងហើយណាមួយទៀតក៏មានអ្នកដែលជាអ្នកកសែតជាអីចឹងក៏គាត់បានធ្លាប់និយាយដែរថាការដាក់ទោសប៉ុណ្ណេះគឺស្រាលខ្លាំងមែនទែនដែលមិនអាចទទួលយកបានដោយសារអី Jeffrey Epstein កាលឆ្នាំ2008ហ្នឹងគឺគាត់អាយុឡើង50ឆ្នាំជាងហើយគាត់ធ្វើការដេកធ្វើការបៀតបៀនដំបូងក្មេងៗអាយុ7 8 10ខ្លះដល់4 10អីចឹងណាយកមកដេកជាមួយគាត់ទៅបៀតបៀនគេនិយាយទៅគឺគួរឲ្យខ្ពើមខ្លាំងមែនតើជាទង្វើមួយដែលមិនអាចទទួលយកបានណាជា pedophile ចឹងត្រូវតែកាត់ក្តីឲ្យគាត់នឹងជាប់គុកឲ្យសមចឹងណាប៉ុន្តែវាអត់នៅពេលហ្នឹងចឹងពួកគាត់គឺខកចិត្តខ្លាំងមែនតើចឹងរហូតដល់ឆ្នាំ2018ជនរងគ្រោះគឺចេញបដាមករហូតគឺតែងតែចេញមុខមកមួយដើម្បីធ្វើការដាក់ប្តឹងទៅលើ Jeffrey Epstein ហើយនិង Ghislaine Maxwell ហ្នឹងឯងគឺធ្វើការប្តឹងទៅលើពួកគាត់ហើយគាត់ចែកម្លែកសាច់រឿងរបស់គាត់មករហូតចឹងទៅរហូតដល់ឆ្នាំ2018ក៏មានការចោះព័ត៌មានកសែតគេហៅថាជា news article មួយពីខាង Miami Herald ដែលគាត់បានផុសពាក់ព័ន្ធជាមួយនឹងការស៊ើបអង្កេតទៅលើ Jeffrey Epstein ដោយគាត់សង្ខេបឡើងវិញចឹងណាពីខ្សែសាច់រឿងនៃការបៀតបៀនផ្លូវភេទប្រវត្តិរបស់ Jeffrey Epstein នឹងពីដើមដល់ចប់ចឹងទៅចឹងនៅពេលដែលគាត់ផុសមកក្តាំងនឹងមកគឺធ្វើឲ្យមហាជនចាប់ផ្ដើមចែកម្លែកចែកគ្នាហើយក៏ចាប់ដើមងើបឈរដើម្បីធ្វើការបាតកម្មទៅលើរឿងមួយហ្នឹងដែរដែលគេទាមទារថាត្រូវតែធ្វើការកាត់ក្តីធ្វើការស៊ើបអង្កេតទៅលើ Jeffrey Epstein ហ្នឹងហើយនឹងបុគ្គលដែលពាក់ព័ន្ធជាមួយនឹង Jeffrey ហ្នឹងអញ្ចឹងនៅឆ្នាំ2018ហ្នឹងក៏ផ្អើលធ្វើឲ្យខាងប៉ូលីសគឺចាប់ដើមស្វះស្វែងណាតែចាប់ដើមភ្ញាក់ពីដេកហើយនាំគ្នាទៅធ្វើការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងរឿងរបស់ Jeffrey អញ្ចឹងរហូតដល់ថ្ងៃទី6ខែកក្កដាឆ្នាំ2019ក៏ Jeffrey Epstein ត្រូវបានគេធ្វើការចាប់ខ្លួនពីបទជួញដូរផ្លូវភេទនៃអនិច្ចជននៅអំឡុងពេលហ្នឹងក៏ចាប់ផ្ដើមចេញឈ្មោះមកច្រើនខ្លាំងមែនតើទាំង Donald Trump ទាំង Elon Musk Bill Gates គឺចាប់ផ្ដើមចេញមកហើយពួកគាត់ហ្នឹងគឺចាប់ផ្ដើមជំទាស់ដាច់អហង្ការហ្មងថាគាត់មានពាក់ព័ន្ធទេគាត់ស្អប់ណាស់គាត់មិនដែរនិយាយមួយបានម្ដងនិយាយអីចឹងទៅរបៀបធ្វើការដោះសារហើយក៏បាននិយាយថាគាត់មានពាក់ព័ន្ធគេព្យាយាមបដិសេធតែម្ដងថាគាត់អត់បានពាក់ព័ន្ធទៅលើរឿងក្តីហ្នឹងទេអញ្ចឹងអានេះគឺខ្ញុំប្រាប់នៅពេលដែលមានរឿងបែបហ្នឹងមកផ្ទុះមកគឺគេនិយាយបែបហ្នឹងគេថាគេអត់បានពាក់ព័ន្ធទេមិនមែនដូចមនុស្សនៅក្នុងស្រុកខ្មែរម្នាក់ដែលខ្ញុំបានឃើញទៅនិយាយក្តែងថាចង់ទៅកោះហ្នឹងវិញអីណាវាខុសរបៀបចឹងនៅពេលដែលខ្ញុំឮពាក្យហ្នឹងចេញពីប្រជាជននាងខ្ញុំផ្ទាល់និយាយភាសាដូចគ្នាខ្ញុំហួសចិត្តខ្លាំងហើយខ្ញុំអន់ចិត្តខ្លាំងមែនតើនៅស្រុកឥណ្ឌាគឺគេបាតកម្មគាត់តែមានឈ្មោះនាយករដ្ឋមន្ត្រីគេមួយបាននិយាយនៅក្នុង Epstein file គេបាតកម្មឡើងពេញប្រទេសមានតែជនជាតិនាងខ្ញុំឯងដែលហ៊ានចេញមុខមកនិយាយថាចង់ទៅកោះ Jeffrey មិនមែននិយាយ account លាក់ទៀតគឺចេញមុខរបស់ខ្លួនឯងទាំង
ទាំងក្រាស់តែម្ដងហើយហ៊ានមកនិយាយពាក្យអញ្ចឹងខ្ញុំអន់ចិត្តខ្លាំងមែនតើខ្ញុំនិយាយធំខ្ញុំអន់ចិត្តខ្លាំងចាប់ពីពេលហ្នឹងមកក៏គេចាប់ផ្ដើមធ្វើការកសាងសំណុំរឿងហើយក៏ធ្វើការសួរនាំប្រមូលផុសតាងទៅកោះរបស់ Jeffrey នឹងប្រមូលផុសតាងយករបស់របរថតរូបថតអីហ្នឹងគឺបាន file ច្រើនខ្លាំងមែនតើដែលរហូតដល់ឆ្នាំ2025នេះដែលគេបញ្ចេញមកហ្នឹងឡើង3លាន file 3លានឯកសារគឺច្រើនខ្លាំងមែនតើនឹងហើយជា email ជារូបភាពជាអីហ្នឹងគឺមានទាំងអស់នៅហ្នឹងបើសិនជាគេកាត់ក្តីថាគាត់ហ្នឹងពិតជា guilty ទៅលើពាក្យបណ្ដឹងរបស់គេមែនគឺគាត់នឹងត្រូវជាប់ពន្ធនាគារ45ឆ្នាំដែលនៅពេលហ្នឹងគឺគាត់មានអាយុ66ឆ្នាំដែរអញ្ចឹងគាត់ត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារនៅថ្ងៃទី23ខែកក្កដាឆ្នាំ2019ហ្នឹងក៏ Jeffrey Epstein គាត់បានប៉ុនប៉នធ្វើអត្តឃាតនៅលើខ្លួនឯងពេលហ្នឹងក៏គេបានទុកគាត់ជា suicide watch មានន័យថានៅពេលដែលជាប់ពន្ធនាគារហ្នឹងគាត់ធ្វើព្យាយាមធ្វើអត្តឃាតគឺគេនឹងមានក្រុមមួយក្រុមទៀតដែលតាមមើលហ្មងកុំឲ្យធ្វើអត្តឃាតមុនឡើងតុលាការអញ្ចឹងណាគឺត្រូវតែតាមមើលរយៈពេល6ថ្ងៃហើយ6ថ្ងៃនឹងចប់ក៏គាត់ត្រូវបានបដូរទៅខាងផ្នែក department ផ្សេងទៀតដើម្បីឲ្យគេធ្វើការមើលគាត់នឹងឲ្យបានដិតដល់ថែមទៀតគឺការមើលហ្នឹងគឺ30នាទីម្ដងហ្មងគឺគេទៅឆែករហូតគេឆែករហូតហ្មងទាំងព្រឹកទាំងថ្ងៃទាំងយប់គឺគេអត់ឲ្យគាត់ស្លាប់ទេមុនឡើងធ្វើឡើងតុលាការនៅថ្ងៃទី9ខែសីហានឹងឯងគឺប្រហែលថ្ងៃក្រោយមកហ្នឹងក៏មិនដឹងមិនទេគឺខាង cellmate មានន័យថាអ្នកដែលនៅក្នុងគុកមួយគាត់ហ្នឹងត្រូវបានគេដកចេញឲ្យគាត់ហ្នឹងនៅតែឯងទេដល់គាត់តែស្អែកឡើងគឺគេបានឃើញថា Jeffrey Epstein ហ្នឹងគឺបានធ្វើអត្តឃាតនៅក្នុងគុករបស់គាត់ហ្នឹងឯងចឹងដល់ពេលដែលគេធ្វើការស៊ើបអង្កេតទៅគឺអ្នកដែលយាមហ្នឹងអ្នកយាមរបស់គេហ្នឹងគឺបាននិយាយថាគាត់ហ្នឹងគឺអត់បានទៅមើល Jeffrey Epstein រយៈពេល3ម៉ោងហ្នឹងហើយ3ម៉ោងគឺគាត់អត់បានទៅមើលទេគាត់ slack off គាត់ធ្វើការបានធំត្រូវចឹងវាខាត3ម៉ោងហើយចៃដន្យទៀតគឺកាមេរ៉ាដែលបាញ់ចូលទៅក្នុងគុករបស់ Jeffrey ហ្នឹងនៅថ្ងៃហ្នឹងគឺអត់ដើរនឹងឯចៃដន្យខ្លាំងមែនតើហើយលើពីនឹងទៀតនៅពេលដែលគេស្រាវជ្រាវកាន់តែជ្រៅទៅគឺគេបានឃើញថាអ្នកយាមហ្នឹងគឺគាត់បោកទៀតមិនមែន3ម៉ោងទេគឺ3ដល់10ម៉ោងគឺអត់មានបានទៅមើល Jeffrey Epstein សូម្បីតែម្ដងរហូតដល់ថ្ងៃស្អែកឡើងបានទៅមើលហ្នឹងបានឃើញថា Jeffrey Epstein បានស្លាប់ខាងអ្នកជំនាញគឺគេសន្និដ្ឋានថា Jeffrey បានស្លាប់ដោយសារតែការធ្វើអត្តឃាតប៉ុន្តែបើយើងសួរថាជាក់ស្ដែងហ្មងមានរឿងអីកើតឡើងគេធ្វើការប៉ុនប៉ងសម្រាប់គាត់ឬក៏គាត់ធ្វើអត្តឃាតខ្លួនឯងឬក៏គេបានប្រវាយដានដើម្បីធ្វើការជួយទៅលើគាត់ថាមកដល់សប្តាហ៍ថ្ងៃហ្នឹងគាត់នៅតែរស់ឬក៏យ៉ាងណាក៏ខ្ញុំអត់ដឹងដែរហ្នឹងឯងនេះបើយោងតាមគេគឺគេសន្មតថាគាត់ស្លាប់កាលពីឆ្នាំ2019ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងសិនខ្ញុំនិយាយប៉ុណ្្នឹងសិនសម្រាប់វីដេអូបន្ទាប់គឺខ្ញុំនឹងនិយាយពាក់ព័ន្ធជាមួយនឹង Epstein File ក៏ដូចជាជនរងគ្រោះនៅក្នុងរឿងក្តីមួយនេះដែលគាត់បានចេញមកដើម្បីនិយាយពីសាច់រឿងរបស់គាត់ហ្នឹងហើយចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមចប់ប៉ុណ្្នឹងសិនហើយចាំជួបគ្នានៅវីដេអូបន្ទាប់